នេះគឺជាសកម្មភាពសិស្សមកទទួលវិញ្ញាបនបត្រនៅសាលាភាសាអង់គ្លេសអាមេរិកកម្ពុជាខ្ញុំអើយអៀនជំរាបសួរដល់គណៈអធិបតីឯកឧត្តមលោកជំទាវលោកស្រីអ្នកអាណាព្យាបាលសិស្សព្រមទាំងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាទីស្រឡាញ់នៅក្នុងកម្មវិធីរបស់សាលាយើងមានដូចតទៅ1ឧទ្ទិសនាមគណៈអធិបតី2គោរពភ្លេងជាតិ3ប្រសាសន៍ស្វាគមន៍និងសំណេះសំណាលរបស់លោកអគ្គនាយកឃ្លាំងសំណាងនៃសាលារៀនអាមេរិកកម្ពុជា4ការបង្ហាញចំណាប់អារម្មណ៍របស់សិស្សានុសិស្សជាភាសាអង់គ្លេសនិងភាសាចិន5ការប្រកបវិញ្ញាបនបត្រនិងថតរូបទុកជាអនុស្សាវរីយ៍និងប័ណ្ណកម្មវិធីសូមអបអរសាទរដល់វត្តមានរបស់គណៈអធិបតីភាពរបស់លោកអគ្គនាយកឃ្លាំងសំណាងជាអគ្គនាយកគ្រប់គ្រងទូទៅនៃសាលារៀនអាមេរិកកម្ពុជាសូមអបអរសាទរសូមអបអរសាទរដល់វត្តមានរបស់អ្នកគ្រូស៊ីមស្រីអូនជានាយិកាសាខាសាលារៀនអាមេរិកកម្ពុជាសូមអបអរសាទរសូមអបអរសាទរដល់វត្តមានរបស់អ្នកគ្រូសៅម៉ាឡាជានាយិកាគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសូមអបអរសាទរសូមអបអរសាទរដល់វត្តមានរបស់អ្នកគ្រូខនស្រីលីនជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសសូមអបអរសាទរសូមអបអរសាទរដល់វត្តមានរបស់លោកគ្រូពេកប្រាក់ជាគ្រូបង្រៀនផ្នែកភាសាចិនសូមអបអរសាទរសូមគោរពគណៈអធិបតីបុគ្គលិកលោកគ្រូអ្នកគ្រូនិងអ្នកអាណាព្យាបាលសិស្សព្រមទាំងសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះសូមអញ្ជើញក្រោកឈរឡើងដើម្បីគោរពភ្លេងជាតិព្រមព្រៀងគោរពទង់ជាតិគោរព
កម្ពុជាឡើងបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការផ្ដល់អនុសាសន៍របស់លោកអគ្គនាយកដូចតទៅសូមអរគុណ បាទសូមអរគុណបាទជាបឋមសូមគោរពដល់គណៈគ្រប់គ្រងបាទបុគ្គលិកលោកគ្រូអ្នកគ្រូទាំងអស់បាទជាទីគោរពសូមគោរពដល់អាដាមបាទលោកទានលោកស្រីបិតាអ្នកអាណាព្យាបាលទាំងអស់បាទជាទីគោរពគឺនិយាយសួស្តីដល់បងប្អូនសិស្សានុសិស្សទាំងអស់បាទជាទីស្រឡាញ់យើងមានថាថ្ងៃនេះជាថ្ងៃប្រកបដោយកិត្តិយសដ៏ឧត្តមឧត្តមដែលសាលារៀននៃការកម្ពុជាយើងបានរៀបចំនៅកម្មវិធីប្រគល់នៅវិញ្ញាបនបត្របញ្ចប់ការសិក្សា និងបានសិក្សាសិស្សពូកែជូនដល់បងប្អូនសិស្សានុសិស្សសម្រាប់ឆ្នាំសិក្សា 2024-2025 ជាទូទៅសាលារៀនអមេរិកកម្ពុជាបានយើងតែងតែធ្វើការបូកសរុបលទ្ធផលនៃការសិក្សារបស់បងប្អូនសិស្សានុសិស្សជាត្រីមាសមានថាពួកយើងតែងតែធ្វើការបូកសរុបរយៈពេល 3 ខែម្ដងក្នុងនោះយើងចាប់ផ្ដើមធ្វើការរាប់ចាប់ពីខែមេសាបាទខែឧសភានិងខែមិថុនា ដើម្បីស្វែងរកបងប្អូនសិស្សានុសិស្សណាដែលទទួលបានលទ្ធផលល្អប្រសើរគឺយើងគិតចាប់ពីលេខ 1 លេខ 2 និងលេខ 3 ដូចគ្នាផងដែរយើងធ្វើការបូកសរុបលទ្ធផលរបស់បងប្អូនសិស្សានុសិស្សនៅក្នុងត្រីមាសបន្ថែមទៀតគឺយើងគិតចាប់ពីខែកក្កដាខែសីហាបាទនិងខែកញ្ញាដើម្បីយើងស្វែងរកនៅបងប្អូនដែលទទួលបានជលពីសិស្សពូកែបាទលេខ 1 លេខ 2 និងលេខ 3 ដដែល យើងតែងតែបន្តធ្វើបែបនេះបាទនៅក្នុងឆ្នាំសិក្សានីមួយៗបាទជារៀងរាល់ឆ្នាំដូចគ្នាផងដែរនៅថ្ងៃនេះខ្ញុំមានសេចក្តីសំណរិនមែនតើដែលខ្ញុំបានមកប្រគល់ជាមួយនឹងជលពីសិស្សពូកែបាទសម្រាប់បងប្អូនសិស្សក្រៅម៉ោងនេះបាទដោយចាក់ស្ដែងទៅគឺយើងមានរហូតដល់360បាញ់សម្រាប់បងប្អូនសិស្សពូកែនៅសម្រាប់សិស្សពូកែនេះគឺយើងចែកសម្រាប់សិស្សសរុបទាំងអស់គឺ463នាក់បាទ បាទខ្ញុំសូមបញ្ជាក់ផងដែរម្យ៉ាងវិញទៀតតើតើជាមួយនឹងវិញ្ញាបនបត្របញ្ចប់ការសិក្សាគឺយើងតែងតែធ្វើការប្រឡងបញ្ចប់នៅពេលដែលបងប្អូនសិស្សានុសិស្សទាំងអស់បានធ្វើការបញ្ចប់ជាមួយនឹងការសិក្សានីមួយៗដោយនៅក្នុងផងដែរយើងតែងតែធ្វើការកំណត់រយៈពេលជាក់លាក់មួយសម្រាប់បងប្អូនសិស្សានុសិស្សគឺយើងធ្វើការប្រឡងបញ្ចប់សម្រាប់ថ្នាក់ Smart Phonics Series រយៈពេល 4 ខែម្ដងសម្រាប់ Smart English Series បាទរយៈពេល 4 ខែម្ដង សម្រាប់ថ្នាក់ Oxford School Series យើងធ្វើរយៈពេល 8 ខែម្ដងបាទថ្នាក់ New Headway Series ក៏យើងធ្វើរយៈពេល 8 ខែម្ដងដូចគ្នាអញ្ចឹងមានថានៅពេលដែលបងប្អូនសិស្សានុសិស្សទាំងអស់បានធ្វើការសិក្សារៀនសូត្រជាមួយនឹងពាក្យបរិយាកម្មទីផ្សារវិជ្ជាផ្សេងៗទៅតាមកម្រិតមួយៗរបស់បងប្អូនសិស្សានុសិស្សនោះនៅពេលដែលទៅដល់រយៈពេលកំណត់ជាក់លាក់ណាមួយដែលសាលាបានកំណត់បងប្អូនសិស្សានុសិស្សនឹងត្រូវធ្វើការប្រឡង បញ្ចប់កិច្ចការសិក្សារបស់ខ្លួនបាទនៅពេលដែលបងប្អូនទទួលបាននីតិល្អទទួលល្អនីតិល្អសាលានឹងធ្វើប្រជាចេញជាមួយនឹងវិញ្ញាបនបត្របញ្ជាក់ខាងសាជូនទៅដល់បងប្អូនសិស្សានុសិស្សបាទទៅតាមកម្រិតនីមួយៗដូចគ្នាផងដែរសម្រាប់ថ្នាក់ពេលល្ងាចយើងនេះក៏យើងមាននៅកម្មវិធីសិក្សាភាសាចិនផងដែរដែលយើងបានធ្វើការបូកសរុបបាទដូចជាប្រឡងបញ្ចប់វគ្គរយៈពេល 8 ខែម្ដងដូចគ្នាបាទទៅតាមកម្រិតនីមួយៗរបស់ បងប្អូនសិស្សានុសិស្សបាទក្នុងឱកាសនេះខ្ញុំពិតជារីករាយណាស់ដែលបងប្អូនសិស្សានុសិស្សទាំងអស់ដែលទទួលបានជ័យលាភីល្អប្រសើរទាំងបងប្អូនសិស្សពូកែទាំងបងប្អូនដែលបានប្រឡងដោយជោគជ័យសម្រាប់វគ្គសិក្សានីមួយៗណាបាទគូពិតជាមានក្តីសំណររីករាយមែនតើហើយសូមបន្តលើកទឹកចិត្តដល់បងប្អូនសិស្សានុសិស្សទាំងអស់បាទមេត្តាខំប្រឹងប្រែងរៀនសូត្រគឺជាមេត្តាខំ ស្វែងយល់នៅអ្វីដែលគ្រូបានធ្វើការបង្រៀនគ្រូជាបានដាក់កិច្ចការទៅសម្រាប់បងប្អូនសិស្សានុសិស្សទាំងអស់ហ្នឹងព្យាយាមធ្វើកិច្ចការទាំងនោះជាប្រចាំបាទជាប្រចាំគ្រូជាស្ដែងទៅដូចខ្ញុំបានជម្រាបជូនខាងលើអញ្ចឹងគឺទាំងអស់គ្នាសុទ្ធតែមានបេសកកម្មជាប្រចាំក្នុងនេះយើងតែងតែធ្វើការគូប្រជែងស្វែងរកសិស្សជលពីសិស្សកែផងធ្វើការគូប្រជែងដើម្បីស្វែងរកនៅដើម្បីទទួលបាននីតិល្អក្នុងការប្រឡង